សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Pro X សម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការ download font ខ្មែរស្អាតប្រើជាមួយនឹងកម្មវិធី Fonto បាទអញ្ចឹងសម្រាប់ការប្រើប្រាស់កម្មវិធី Fonto យើងអាចធ្វើការ design លក្ខណៈបែប thumbnail ឬក៏ដាក់អក្សរខ្មែរស្អាតឬក៏ style ស្អាតបែបនេះណានៅលើ thumbnail របស់យើងបានចឹងដើម្បីយើងធ្វើការដាក់អក្សរខ្មែរស្អាតបានជាដំបូងបងប្អូនអាចធ្វើការទៅឡើងនៅកម្មវិធី Fonto ជាមុនសិនបាទអញ្ចឹងយើងចូលជាមួយនឹង App Store រួចហើយបងប្អូនអាចធ្វើការ search ហើយត្រង់ចំណុចហ្នឹងអាចធ្វើការវាយពាក្យថា Fonto បាទអញ្ចឹងត្រង់ចំណុចខាងក្រោមហ្នឹងបងប្អូនឃើញបាទ Fonto Text and Photo អញ្ចឹងយើងចុចមកហើយបន្ទាប់មកទៀតកន្លែងរូបអក្សរ P ហើយរូបខ្មៅដៃហ្នឹងណាបងប្អូនបាទធ្វើការតឡើងកម្មវិធីហ្នឹងមកដោយសារតែខ្ញុំធ្វើការតឡើងរួចរាល់ហើយខ្ញុំសូមបើកយកតែម្ដងហើយត្រង់ចំណុចនេះគឺខ្ញុំអត់លម្អិតទេបងប្អូនសង្ឃឹមថាបងប្អូនធ្លាប់ប្រើប្រាស់ពីមុនមកនឹងចេះប្រើប្រាស់ច្រើនហើយអញ្ចឹងខ្ញុំសូមតតែប្រាប់ពីកន្លឹះខ្លះៗទេបាទអញ្ចឹងយើងចូលកន្លែង photo ហ្នឹងមកយើងយកពាក្យថា photo album អញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសនៅរូបថតបាទរូបមួយសន្លឹកឬក៏រូប thumbnail ណាបាទហើយបន្តមកទៀតត្រង់ចំណុចហ្នឹងយើងគ្រាន់តែធ្វើការចុចទៅលើរូបភាពហ្នឹងមកយើងអាចធ្វើការវាយអក្សរខ្មែរនៅលើហ្នឹងបានហើយអញ្ចឹងខ្ញុំសូមធ្វើវាយអក្សរខ្មែរត្រង់ចំណុចហ្នឹងសិនហើយត្រង់កន្លែងសញ្ញា font ហ្នឹងគឺយើងអាចធ្វើការដាក់ font បានហើយត្រង់ចំណុចនេះគឺជា font ដែលមានស្រាប់តែម្ដងបាទនៅលើកម្មវិធីហ្នឹងហើយបន្តមកទៀតកន្លែងនេះគេដាក់ថា my font អញ្ចឹងត្រង់ចំណុច my font នេះយើងអត់ទាន់បានតឡើង font ខ្មែរទេអញ្ចឹងដើម្បីយើងធ្វើការតឡើង font ខ្មែរបានខ្ញុំសូម scroll ត្រង់ចំណុចហ្នឹងចេញសិនហើយបន្តមកទៀតខ្ញុំនឹងប្រើប្រាស់ជាមួយនឹងកម្មវិធីបាទដូចជា Chrome ឬក៏ Safari និង Google អញ្ចឹងបងប្អូនយកមួយណាក៏បានដែរខ្ញុំសូមជ្រើសរើសពាក្យថា Chrome ហើយត្រង់ចំណុចហ្នឹងខ្ញុំនឹងវាយពាក្យថាខ្មែរ font បងប្អូនណាត្រង់ចំណុចហ្នឹងណាអញ្ចឹងយើងដាក់ថាខ្មែរ font free download បាទអញ្ចឹងយើងយកមកបាទយកកន្លែងចំណុចខ្មែរ font free download ហ្នឹងមកហើយបន្តមកទៀតបងប្អូនចុចកន្លែងត្រង់ចំណុច all ណាត្រង់ចំណុច all ហើយខាងក្រោមយកពាក្យថា University បាទ of Hawaii System អញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយបន្តមកទៀតបងប្អូនមើលត្រង់ចំណុចខាងលើគេណាបាទកន្លែងខ្មែរ font OS ហ្នឹងបាទអញ្ចឹងខ្ញុំសូមបរិយាឲ្យបងប្អូនមើលសិនត្រង់ចំណុចហ្នឹងបាទអញ្ចឹងយើង download លើគេតែម្ដងបន្តមកទៀតបងប្អូនចុចពាក្យថា save រួចហើយយើងចុចពាក្យ save ម្ដងទៀតបន្ទាប់ពីវាដំណើរការ download រួចរាល់បងប្អូនចុចពាក្យថា open ហើយយកពាក្យថា open in download បាទអញ្ចឹងវានឹងចូលទៅកន្លែងដែលយើងធ្វើការ download ហើយអញ្ចឹងនេះគឺជាខ្មែរ font OS មួយបាទយើងគ្រាន់តែចុចលើហ្នឹងមកវានឹងពលា file font នឹងអូតូតែម្ដងបន្ទាប់មកយើងអាចធ្វើការចុចបើកបានណាបាទទាំងអស់នេះហើយគឺជា font ដែលយើងបាន download ហ្នឹងហើយបន្ទាប់មកយើងអាចធ្វើការ add font មួយនឹងបានចូលទៅក្នុងកម្មវិធី Fonto បាទអញ្ចឹងដើម្បីធ្វើការ add បានបងប្អូនគ្រាន់តែធ្វើការចុចត្រង់ចំណុចកន្លែងសញ្ញាត្រី3ហ្នឹងហើយយើងចុចពាក្យថា select បន្តមកទៀតយើង select ទៅលើអក្សរណាដែលបងប្អូនចង់ធ្វើការ add ណាហើយចុចកន្លែងសញ្ញាព្រួយត្រង់ចំណុចខាងក្រោមបន្តមកទៀតយើងគ្រាន់តែធ្វើការចុចទៅលើ Fonto ហ្នឹងយកតែម្ដងបាទហើយយើងចុចពាក្យថា install ហើយឃើញបងប្អូនវាតឡើងជោគជ័យតែម្ដងយើងចុចពាក្យថា OK ជាការស្រេចបាទអញ្ចឹងខ្ញុំសូម scroll ទៅកន្លែងចាស់ដដែលហើយបន្តមកទៀតខ្ញុំ select font មួយទៀតដើម្បីបង្ហាញបងប្អូនតែម្ដងបាទហើយយើងចុចកន្លែងសញ្ញាព្រួយដូចគ្នាបេះបិទតែម្ដងបាទយើងចុចកន្លែងលើកម្មវិធីហ្នឹងមកហើយយើងចុចពាក្យតឡើងអញ្ចឹងត្រង់ចំណុចនេះផងដែរបងប្អូនអាចធ្វើការកែអក្សរហ្នឹងបានណាបាទយើងចូលកន្លែងFonto នឹងម្ដងទៀតហើយយើង select ទៅលើតួអក្សរនឹងបានបាទហើយយើងចុចកន្លែងពាក្យ text មកបងប្អូនណាចុចកន្លែងពាក្យ text មកបាទអញ្ចឹងអធិស្ឋានបងប្អូនណាខ្ញុំសូមកែត្រង់ចំណុចនេះសិនខ្ញុំដាក់ថារបៀប download បាទហើយបងប្អូនធ្វើការចុចកន្លែងពាក្យ font មកបាទចុចទៅលើនឹងមកហើយដំបូងគេនៅគឺជា font ដែលមានស្រាប់ណាបន្ទាប់មកយើងចុច my font
chẳng trongចំណុច my phone នេះពីមុនមកគឺអត់មានទេឥឡូវយើងអាចធ្វើការ add បាន2ហើយអញ្ចឹងបងប្អូនអាចធ្វើការ add បានតែម្ដងមួយទេណាបាទត្រង់ចំណុចហ្នឹងបាទហើយយើងអាចធ្វើការដូរត្រង់យកចំណុចខាងក្រោមមកនេះគឺជា style font ហើយយើងគ្រីសមកជាការស្រេចហើយត្រង់ចំណុចហ្នឹងបងប្អូនក៏អាចធ្វើការបរិបរួមបានដែរយើងចុចឲ្យកន្លែងពាក្យថា size បាទយើងចុចលើហ្នឹងមកហើយយើងទាញវាមកបងប្អូនណាទាញមកវានឹងរីកធំជាងមុនហើយបន្តមកទៀតបងប្អូនអាចបដូរពណ៌បដូរ color អីបានយើងចុចទៅលើពាក្យថា style ហើយបងប្អូនអាចបដូរពណ៌បានទាំងសទាំងខ្មៅអីចឹងទៅបងប្អូនណាត្រង់ចំណុចហ្នឹងណាបាទហើយមួយទៀតយើងអាចដាក់ស៊ុំគៀនឬក៏ដាក់កែមណាបាទទាំងខ្មៅឬក៏សអាស្រ័យទៅលើបងប្អូនទេបាទហើយយើងចុចកន្លែងសញ្ញាក្រោមមកដើម្បីយើងបរិធំឬក៏ទូចអីបានបាទហើយបន្តមកទៀតយើងគ្រីសមកជាការស្រេចតែម្ដងបងប្អូនណាអូខេនេះគឺជាគន្លឹះសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការdownload font ស្អាតចូលទៅលើកម្មវិធី Fonto មានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកអរគុណច្រើនជួបគ្នាវីដេអូក្រោយ